សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះនៅពេលដែលក្មេងៗកំពុងតែនាំគ្នាលេងយ៉ាងសប្បាយរីករាយនោះឪយ៉ាងហួរក៏បានស្ដីបន្ទោពួកគេតើនរណាឲ្យពួកគេមកលេងកន្លែងនេះដូច្នោះហើយក្មេងៗក៏នាំគ្នារត់ចាក់ចេញត្រឡប់ទៅវិញទៅឪយ៉ាងហួរក៏នៅតែនិយាយថា3ខែទៅហើយវ៉ាងលីនគឺនៅតែមិនទាន់បង្ហាញខ្លួនទៀតដូច្នោះនៅពេលនេះគឺមិនដឹងថាវ៉ាងលីនកំពុងតែធ្វើអ្វីនោះទេក៏លេចទៅមើលវ៉ាងលីនដែលនៅភ្នំខាងក្រោយឯនេះវិញកំពុងតែធ្វើកិច្ចការងាររបស់គាត់ហើយគាត់បាននិយាយថាបច្ចេកទេសទង់ព្រលឹងហ្នឹងវាគឺជាបច្ចេកទេសមួយដែលងាយស្រួលនៅក្នុងការរៀនខ្លាំងមែនទែនដូច្នោះហើយគាត់នឹងបង្រៀននៅបច្ចេកទេសទាំងអស់នេះទៅកាន់អ្នកភូមិដែលមាននៅកន្លែងនឹងឯងហើយគាត់នឹងក៏ប្រើប្រាស់កម្លាំងរបស់គាត់បន្តិចនោះព្រលឹងនៃវងឆ្កែចចកទាំងអស់ហ្នឹងក៏បានចូលទៅក្នុងទង់មួយដែលគាត់បានបង្កើតឡើងទៅគាត់បាននិយាយថាទង់ហ្នឹងវាគឺត្រូវបានបង្កើតឡើងអំពីវងឆ្កែចចកទាំងអស់នេះបើទោះបីជាវាគឺមិនអាចប្រៀបធៀបជាមួយនឹងទង់ព្រលឹង1000លានដែលជាទង់ពិតប្រាកដរបស់គាត់បានក៏ដោយប៉ុន្តែវាក៏ងាយស្រួលនៅក្នុងការធ្វើឬមួយក៏ងាយស្រួលនៅក្នុងការបង្កើតដែរហើយអ្នកភូមិហ្នឹងក៏អាចប្រើប្រាស់វាដើម្បីការពារខ្លួនបានដូចគ្នាប៉ុន្តែយ៉ាងណាមិញព្រលឹងសត្វគឺត្រូវតែធ្វើការចម្រាញ់និងបិទត្រាចូលទៅក្នុងទង់ជាមួយនឹងបច្ចេកទេសនៃការចម្រាញ់ព្រលឹងហើយជាមួយនឹងវិធីនេះមិនថាពួកគេចម្រាញ់វាយូរប៉ុណ្ណានោះទេវានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ភ្លាមៗនៅពេលដែលគាត់គិតត្រឹមតែបន្តិចតែប៉ុណ្ណោះបន្ទាប់មកវ៉ាងលីនក៏នៅតែនិយាយថានៅពេលដែលចលឹងភ្នំនេះគឺកាន់តែខ្លាំងនោះប្រកាសជាមានទង់ព្រលឹងជាច្រើនហើយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ហើយនៅពេលនេះជាមួយនឹងវិធីនេះគាត់នឹងស្វែងរកវិធីគឺដើម្បីធ្វើការជួសជុលនៅទង់ព្រលឹង1000លានរបស់គាត់ដែរហើយនៅពេលដែលគាត់ជួសជុលវារួចរាល់ហើយនោះគាត់នឹងមានឱកាសកាន់តែច្រើនដើម្បីទទួលបាននៅវិញ្ញាណបិសាចបុរាណជាមួយនឹងពេលវេលាដែលចេះតែកន្លងផុតទៅនៅពេលនេះឪយ៉ាងហួរក៏បានសួរបញ្ជាក់ទៅកាន់វ៉ាងលីនម្ដងទៀតតើអ្វីដែលគាត់បាននិយាយគឺជាការពិតដែរឬអត់ដោយវ៉ាងលីននឹងបង្រៀននៅបច្ចេកទេសនេះមកកាន់ខ្លួនគាត់ហើយវ៉ាងលីនក៏បានតបទៅវិញថាមិនត្រឹមតែឪយ៉ាងហួរនោះទេអ្នកភូមិដែលនៅកន្លែងនេះចាប់ពីថ្ងៃនេះតទៅពួកគេនឹងរៀននៅបច្ចេកទេសនេះទាំងអស់គ្នាចំណែកឪយ៉ាងហួរក៏នៅតែនិយាយថាគាត់មិនដឹងអំពីរបៀបនៃការរៀននៅបច្ចេកទេសនេះនោះទេហើយវ៉ាងលីនក៏ប្រាប់ទៅកាន់គាត់ឲ្យគាត់នឹងយកវាដាក់ទៅកណ្ដាលចិញ្ចើមហើយក៏ធ្វើការស្វែងយល់អំពីវាទៅចំណែកឪយ៉ាងហួរក៏បានធ្វើទៅតាមការណែនាំរបស់វ៉ាងលីនប៉ុន្តែយ៉ាងណាមិញវាគឺគ្មានលទ្ធផលឡើយដូច្នោះវ៉ាងលីនក៏ប្រើប្រាស់នៅធម្មពលវិញ្ញាណរបស់គាត់បន្តិចនិងក៏លេចឃើញថាសរសៃវិញ្ញាណឬមួយក៏សរសៃជីពចររបស់តាចាស់នឹងគឺត្រូវបានរារាំងដូច្នោះគាត់គឺមិនឆ្ងល់ទៀតនោះទេឬហើយក៏ប្រើប្រាស់កម្លាំងបន្តិចដើម្បីជួយតាចាស់នឹងដែលធ្វើគាត់នៅពេលនេះគឺពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនវ៉ាងលីនក៏ប្រាប់ទៅកាន់ឪយ៉ាងហួរឲ្យស៊ូទ្រាំជាមួយនឹងការឈឺចាប់នេះបន្តិចទៅបន្ទាប់ពីចំណាយពេលមួយសន្ទុះធំនៅទីបំផុតនោះរាងកាយរបស់ឪយ៉ាងហួរនៅពេលនេះហាក់បីដូចជាពោពេញទៅដោយកម្លាំងហើយគាត់ក៏បានមើលឃើញអំពីបច្ចេកទេសនៅក្នុងបន្ទះថ្មនេះហើយដូច្នោះហើយធ្វើគាត់នឹងគឺពិតជាត្រេកអរខ្លាំងមែនទែនស្របពេលដែលវ៉ាងលីនក៏ប្រាប់ថានៅក្នុងបន្ទះថ្មនឹងវាគឺមាននៅបច្ចេកទេសនៃការចាប់ព្រលឹងក៏ដូចជាបច្ចេកទេសនៃការបង្កើតនៅទង់ព្រលឹងហើយក៏ឲ្យឪយ៉ាងហួរយកបច្ចេកទេសទាំងអស់នេះទៅបរៀនអ្នកភូមិទាំងអស់នោះទៅស្របពេលដែលឪយ៉ាងហួរគឺពិតជាត្រេកអរនិងក៏បានអរគុណវ៉ាងលីនម្ដងទៀតដោយនៅពេលនេះវិញយើងក៏ឃើញថាពួកគេក៏បានចាត់ការឬមួយក៏ប្រមាញ់ទៅលើសត្វបិសាចមួយចំនួនហើយបន្ទាប់មកពួកគេក៏បានវះយកស្បែកនៃសត្វបិសាចនឹងយកមកដេរធ្វើជាទង់ព្រលឹងទៅបន្ទាប់ពីធ្វើទង់ព្រលឹងរួចរាល់ហើយនឹងពួកគេក៏ចាប់ផ្ដើមរៀនអំពីបច្ចេកទេសនៃទង់ព្រលឹងដោយម្នាក់ៗនឹងគឺពិតជាប្រឹងប្រែងខ្លាំងមែនទែនក៏លេចទៅមើលវ៉ាងលីនឯណោះវិញគាត់ក៏នៅតែបន្តធ្វើការរួមបញ្ចូលគ្នានៃគ្រីស្តាល់បិសាចថ្នាក់ទី1និងគ្រីស្តាល់បិសាចថ្នាក់ទី2ហើយនៅទីបំផុតនោះគាត់ក៏បានរួមបញ្ចូលគ្នាដោយជោគជ័យដោយវាក៏ក្លាយទៅជាគ្រីស្តាល់បិសាចថ្នាក់ទី3ទៅវ៉ាងលីនក៏បាននិយាយថានៅទីបំផុតនោះគឺជោគជ័យហើយស្របពេលដែលគាត់ក៏បានស្រូបយកនៅអំណាចធម្មពលរបស់វាបន្តិចក្រោយមកទៀតនោះយើងក៏បានឃើញអំពីអំណាចធម្មពលបិសាចដែលវាបានសាយភាយចេញអំពីរាងកាយរបស់វ៉ាងលីនហើយវ៉ាងលីនក៏បាននិយាយថាអំណាចធម្មពលបិសាចនេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ប៉ុន្តែយ៉ាងណាមិញវាពិតជាគួរឲ្យសោកស្ដាយដោយសារតែអំណាចធម្មពលបិសាចហ្នឹងវាគឺពិតជាមានតិចពេកដោយអំណាចរបស់វាគឺស្មើត្រឹមតែអ្នកកម្រិតទី2តែប៉ុណ្ណោះសាច់រឿងបន្តរបស់យើងក៏លេចទៅមើលខាងនោះវិញក៏ឃើញថាម្នាក់ៗនៅពេលនេះគឺកំពុងតែសរសើរអំពីទី13ហើយដោយសារតែវាគឺបានបញ្ចប់នៅទង់ព្រលឹងរបស់វាដោយរួចរាល់ហើយអញ្ចឹងក៏បានសរសើរថាវាគឺពិតជាអស្ចារ្យស្របពេលដែលឪយ៉ាងហួរក៏ប្រាប់ថាបើទោះបីជាទង់ព្រលឹងរបស់វាគឺត្រូវបានបញ្ចប់ដោយជោគជ័យក៏ដោយវាក៏នៅតែត្រូវធ្វើការចម្រាញ់ក៏ដូចជាបិទត្រាបន្ថែមទៀតដែរដូច្នោះក៏ប្រាប់តែការណា13ឲ្យវានឹងគឺជាអត់ធ្មត់បន្តិចទៅកុំអួតក្អេងក្អាងខ្លាំងពេកហើយគាត់ក៏ប្រាប់តែការអ្នកគ្រប់គ្នាឲ្យនាំគ្នារួមដៃគ្នាដើម្បីជួយស្វែងរកនៅព្រលឹងគោលមួយសម្រាប់ទង់ព្រលឹងរបស់អា13ប៉ុន្តែវាក៏បានតបទៅវិញថាយ៉ាងណាមិញវាគឺមានរួចទៅហើយដូច្នោះហើយវាក៏បានប្រើប្រាស់កម្លាំងជាមួយនឹងទង់ព្រលឹងរបស់វាបន្តិចនោះយើងក៏ឃើញថាវិញ្ញាណបិសាចដែលជាព្រលឹងគោលនៃទង់របស់គេនឹងក៏ស្រាប់តែបានលេចឡើងមនុស្សជាច្រើនក៏បានសរសើរថាពិតជាអស្ចារ្យនិងក៏សួរថាតើវាគឺជាបិសាចប្រភេទអ្វីទៅចំណែកឪយ៉ាងហួរក៏ស្គាល់ហើយថានោះគឺជាសត្វតោដ៏ស្លាបហើយខណៈដែល13នឹងវាក៏បានធ្វើការបញ្ជាបន្តិចដូច្នោះហើយសត្វតោដ៏ស្លាបនឹងវាក៏ស្រាប់តែបានសម្ដៅចូលទៅរកកំពូលភ្នំមួយបង្ហាញអំពីកម្លាំងរបស់វាតែចាស់នឹងក៏នៅតែនិយាយតែកាន់ទី13ដែរតើវាគឺបង្ក្រាបសត្វតោដ៏ស្លាបនឹងដោយរបៀបណាទៅព្រោះថាវាគឺជាបិសាចដ៏ខ្លាំងក្លាមួយហើយទី13ក៏ប្រាប់ថានៅពេលដែលវាគឺចាញ់បោកបាញ់ទៅខាងក្រៅនោះក៏បានជួបជាមួយនឹងតោដ៏ស្លាបដែលរៀបនឹងស្លាប់ដូច្នោះគេក៏ប្រើប្រាស់បច្ចេកទេសនៃការទាញយកព្រលឹងហើយក៏ទាញយកព្រលឹងសត្វតោនឹងចូលទៅក្នុងទង់របស់វាទៅហ
ហើយនៅពេលនេះវិញវាក៏បានបញ្ជាឲ្យសាតោនឹងត្រឡប់មកកាន់ទងរបស់វាវិញប៉ុន្តែយ៉ាងណាមិញតោនឹងក៏បានប្រឆាំងជាមួយនឹងវាដូច្នោះហើយវាក៏ប្រើប្រាស់កម្លាំងបន្ថែមទៀតប៉ុន្តែក៏ត្រូវបានតោដុសស្លាប់នឹងបំផ្លាញចោលសារជាថ្មីហើយបន្ទាប់មកវាក៏បានសម្ដៅចូលទៅរឹក13ឃើញដូច្នោះឲ្យយ៉ាងហួរក៏ប្រើប្រាស់ពលឹងគោលនៃទងពលរបស់គាត់ទៅរារាំងប៉ុន្តែយ៉ាងណាមិញគឺមិនអាចរារាំងតោដុសស្លាប់នឹងបានឡើយនៅពេលដែលវាកំពុងតែសម្ដៅចូលទៅរឹក13នោះក៏ស្រាប់តែមានកម្លាំងធម្មពលដ៏ខ្លាំងមួយគឺបានលេចឡើងហើយក៏បានសង្កត់ទៅលើវាតែម្ដងមនុស្សដែលបានបង្ហាញខ្លួននោះគឺគ្មាននរណាទៀតនោះទេដោយជាវាំងលៀនរបស់យើងនឹងឯងគាត់ក៏បានប្រើប្រាស់កម្លាំងរបស់គាត់បន្តិចនោះហើយក៏បានទាញយកនៅពលឹងសាតោដុសស្លាប់នឹងចូលទៅក្នុងទងពលឹងរបស់ A13 វិញទៅចំណែក13វាក៏បានអរគុណវាំងលៀនភ្លាមវាំងលៀនក៏ឲ្យវាចងចាំទុកអំពីបច្ចេកទេសនៃការចម្រាញ់ពលឹងបើទោះបីជានៅពេលនេះវាគឺអាចបិទត្រានៅសាតោដុសស្លាប់នោះបានក៏ដោយប៉ុន្តែកម្រិតធម្មពលរបស់វាមិនគ្រប់គ្រាន់ដូច្នោះក៏មិនអាចបញ្ជាវាបានដែរវាំងលៀនក៏នៅតែនិយាយថាក្មេងប្រុសម្នាក់នេះគឺមានទេពកោសល្យគ្រាន់បើដោយគាត់គ្រាន់តែណែនាំបន្តិចតែប៉ុណ្ណោះគេប្រកាសជាមានការយល់ដឹងហើយប្រសិនបើចរិតរបស់គេគឺថាចាស់ទុំទៀតនោះគេប្រកាសជាសម្រេចបាននៅអ្វីដ៏អស្ចារ្យមួយជាក់ជាមិនខានឡើយចំណែកនៅពេលនេះវិញឲ្យយ៉ាងហួរក៏រាយការណ៍ប្រាប់ទៅកាន់វាំងលៀនថានៅពេលនេះសមាជិកអ្នកភូមិទាំងអស់ហ្នឹងគឺមានគ្នាចំនួន27នាក់ហើយក្រៅពីគាត់នឹង A13 អ្នកផ្សេងទៀតគឺសិតតែជាមនុស្សឧស្សាហ៍ព្យាយាមមិនដែលមាននរណាម្នាក់ហ្នឹងគឺថាខ្ជិលច្រអូសឡើយចំណែកវាំងលៀនគឺនៅតែមិនឆ្លើយតបឲ្យយ៉ាងហួរក៏នៅតែមានការព្រួយបារម្ភគាត់បាននិយាយថាបើយោងទៅតាមបទពិសោធន៍របស់គាត់ជាក់ស្ដែងឲ្យតែអ្នកខាងក្រៅបានចូលមកនោះគឺតែមានរឿងរ៉ាវជាច្រើនគឺបានកើតឡើងជាពិសេសគឺថាចំនួនរវាងកសម្ព័ន្ធនឹងតែម្ដងដូច្នោះហើយគាត់គឺមានការព្រួយបារម្ភថាតទៅថ្ងៃខាងមុខនោះកសម្ព័ន្ធរបស់គាត់ឬមួយក៏អ្នកភូមិរបស់គាត់នឹងគឺមិនអាចរស់នៅបានដោយសុខសាន្តឡើយចំណែក13វិញវាក៏បានក្តាប់កណ្ដាប់ដៃយ៉ាងតឹងណែនមុនពេលដែលវាក៏បាននិយាយប្រើតែម្ដងថាជាវាងរងចាំឲ្យពួកគេមកវាប្រហារនោះគឺត្រូវតែចាត់ការទៅលើពួកគេមុនវាំងលៀនក៏នៅតែមិនឆ្លើយតបឲ្យយ៉ាងហួរក៏នៅតែបន្តថាដោយសារតែពួកយើងគឺមិនអាចជៀសផុតអំពីបញ្ហានេះបានទៅហើយនោះដូច្នោះហើយក៏ត្រូវតែធ្វើឲ្យកសម្ព័ន្ធខ្លួនឯងនឹងគឺកាន់តែខ្លាំងជាងការពីពេលមុនដែរដោយគាត់នឹងធ្វើដំណើរទៅកាន់រូងភ្នំក្រោមដីមួយដែលមានចម្ងាយ 1000 ម៉ាយអំពីកន្លែងនេះដោយនៅកន្លែងនោះគឺមាននៅកសម្ព័ន្ធមួយរស់នៅទីនោះជាមួយនឹងប្រជាជនយ៉ាងច្រើនផងដែរហើយវាំងលៀនក៏បានប្រាប់ថាគាត់បានបង្រៀនពួកគេអំពីបច្ចេកទេសនៃការចម្រាញ់ពលឹងដូច្នោះក៏ឲ្យពួកគេប្រើប្រាស់នៅអ្វីដែលគាត់បានបង្រៀនពួកគេទៅហើយនៅពេលនេះវិញឲ្យយ៉ាងហួរជាមួយនឹងទី13ក៏បានធ្វើដំណើរមកកាន់ទីតាំងនៃកសម្ព័ន្ធមួយនិងក៏ប្រើប្រាស់កម្លាំងដើម្បីវាយប្រហារស្របពេលដែលអ្នកភូមិទាំងអស់នឹងក៏ប្រើប្រាស់ក្បួននៃការបង្កើតដើម្បីការពារខ្លួនដែរប៉ុន្តែយ៉ាងណាមិញវាគឺយឺតពេលបាត់ទៅហើយជាមួយនឹងពលឹងគោនៃទងពលឹងរបស់ A13 នឹងក៏បានចាត់ការទៅលើពួកមនុស្សទាំងអស់នោះតែម្ដងហើយជាលទ្ធផលនៅពេលនេះពួកគេទាំងអស់គ្នានឹងក៏ត្រូវបានចាប់ខ្លួននិងក៏បានបញ្ជូនមកកាន់កសម្ព័ន្ធរបស់វាំងលៀនហើយវាំងលៀនក៏បាននិយាយថានៅពេលនេះគាត់បានឲ្យពួកគេនឹងគឺផឹកនៅទឹកមួយដែលគេឲ្យឈ្មោះថាទឹកបិសាចបំភ្លេចពលឹងដែលវាក៏បានបំភ្លេចនៅការចងចាំក៏ដូចជាអតីតកាលរបស់ពួកគេហើយពួកគេនឹងក៏ក្លាយទៅជាសមាជិកថ្មីនៃកសម្ព័ន្ធរបស់គាត់ចំណែកទឹកបិសាចបំភ្លេចពលឹងបើទោះបីជាវាគ្មានប្រយោជន៍សម្រាប់អ្នកវឹកហាត់ក៏ដោយប៉ុន្តែសម្រាប់មនុស្សដែលនៅទីនេះវាគឺពិតជាមានប្រយោជន៍ហើយជាមួយនឹងវិធីនេះក៏សម្ព័ន្ធរបស់គាត់គឺកាន់តែខ្លាំងក្លាមនុស្សកាន់តែច្រើនហើយក៏មានមនុស្សកាន់តែច្រើនដែលបានរៀនអំពីបច្ចេកទេសនៃការចម្រាញ់ពលឹងរបស់គាត់ដែរដោយនៅពេលនេះវិញយើងក៏ឃើញថាពួកគេទាំងពីរនាក់ឲ្យយ៉ាងហួរនិងទី13ក៏បានទៅជួបវាំងលៀនហើយទី13វាក៏បានប្រកូលនៅគ្រីស្តាល់បិសាចទៅឲ្យវាំងលៀនទៅចំណែកវាំងលៀនដោយសារតែទី13បានបង្ហាញអំពីចិត្តស្មោះរបស់វានោះគាត់ក៏បានប្រកូលបច្ចេកទេសមួយទៅឲ្យវាវិញដោយវាគឺជាបច្ចេកទេសទងពលឹងកម្រិតបន្ទាប់ហើយក៏ឲ្យ A13 ធ្វើការវឹកហាត់ឲ្យបានល្អទៅដែលខាត់កំចៃរំលែកទៅកាន់អ្នកដទៃអសោះចំណែក A13 វិញវាគឺពិតជាត្រេកអរខ្លាំងមែនទែនឲ្យយ៉ាងហួរក៏បាននិយាយថា A13 នៅពេលនេះគឺទទួលបានការពេញចិត្តអំពីវាំងលៀនហើយដូច្នោះហើយអនាគតរបស់វាប្រកាសជាអស្ចារ្យហើយខណៈដែលក៏សម្ព័ន្ធរបស់គាត់ថ្ងៃណាមួយប្រកាសជាឈានទៅដល់ចំណុចកំពូលហើយប្រសិនបើបែបនោះមែននៅពេលដែលគាត់ស្លាប់ទៅគឺថាអាចបិទភ្នែកជឿហើយចំណែកនៅពេលនេះវិញយើងក៏ឃើញថា13វាក៏បានដឹកនាំមនុស្សមួយក្រុមគឺធ្វើដំណើរចេញទៅខាងក្រៅស្របពេលដែលមនុស្សមួយចំនួនក៏កំពុងតែទន្ទឹងរង់ចាំគឺដើម្បីជូនដំណើរវាផងដែរចំណែកវាំងលៀនគឺបានត្រឹមតែសម្លឹងមើលពីចម្ងាយហើយគាត់ក៏បាននិយាយថាមើលទៅផ្លូវដែលគាត់បានដើរនឹងគឺត្រឹមត្រូវហើយចំណែកនៅពេលនេះបន្ទាប់ពី3ខែបានកន្លងផុតទៅហើយ13គឺនៅតែមិនទាន់ត្រឡប់មកវិញនោះឲ្យយ៉ាងហួរគឺពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនព្រោះថាគេគួរតែត្រឡប់មកវិញតាំងពីប៉ុន្មានថ្ងៃមុនមកម្លេះហើយបន្ទាប់មកក៏ស្រាប់តែតោដោះស្លាប់របស់ A13 នឹងក៏បានត្រឡប់មកវិញជាមួយនឹងវត្តមានរបស់វាប៉ុន្តែសភាពរបស់វានៅពេលនេះហាក់បីដូចជាទរន្ទរាខ្លាំងមែនទែនហើយជាមួយគ្នានោះវាំងលៀនក៏បានបង្ហាញខ្លួនភ្លាមដែរដោយគាត់ក៏ប្រើប្រាស់កម្លាំងដើម្បីពិនិត្យមើលរាងកាយរបស់13បន្តិចដែរហើយក៏ឃើញថាសរសៃជីបចររបស់វានឹងក៏ត្រូវបានកាត់ផ្តាច់ចោលហើយកម្រិតនៃការវឹកហាត់នឹងក៏ត្រូវបានបំផ្លាញចោលទៀតបន្ទាប់មកគាត់ក៏ប្រើប្រាស់កម្លាំងបន្តិចដើម្បីជួយវាមិនយូរប៉ុន្មាន13ក៏បានដឹងខ្លួនវាំងលៀនក៏សួរទៅកាន់វាថាតើមានអ្វីកើតឡើងទៅវាក៏ប្រាប់ថាមានមនុស្សមួយក្រុមនៅក្នុងកសម្ព័ន្ធធានសួយនឹងគឺបានធ្វើការវាប្រហារវាដូច្នោះហើយមនុស្សនៅក្នុងក្រុមនឹងក៏ត្រូវបានសម្លាប់ចោលទាំងអស់ទៅចំណែកព្រឹទ្ធាចារ្យអាវសម្នាក់នឹងក៏បានយកនៅទងពលឹងរបស់វាហើយក៏បានដាំនៅក្របពូជបិសាចចូលមកកាន់រាងកាយរបស់វាទៀតនិងក៏បាននិយាយថាប្រសិនបើវាចង់បានទងពលឹងនេះវិញគឺឲ្យទៅរកគេនៅក្នុងកសម្ព័ន្ធធានសួយបន្ទាប់ពីបានដឹងឮរឿងដូច្នោះហើយវាំងលៀនក៏បានបញ្ជាឲ្យអ្នកយាម2
អ្នកនឹងនាំមក13ទៅសម្រាប់ហើយពួកគេក៏បានគ្រានាំមក13នឹងធ្វើដំណើរចាក់ចេញទៅចំណែកវ៉ាងលីនគាត់ក៏មិនចង់បង្អោយយូរដែរខណៈដែលគាត់ក៏បានបោះជំហានចាក់ចេញហើយយ៉ាងហួរក៏នៅតែនិយាយទៅកាន់គាត់ឲ្យមានការប្រុងប្រយ័ត្នដោយសារតែកសម្ព័ន្ធធានស៊ុយនេះគឺជាកសម្ព័ន្ធមួយដែលខ្លាំងក្លាបំផុតហើយនៅខាងក្រៅទីក្រុងធានយ៉ាវហើយគេក៏នៅជាប់នៅក្នុងទីក្រុងបេសាយបុរាណផងដែរហើយខណៈដែលរាប់ពាន់ឆ្នាំមកនេះគឺថាគ្មាននរណាម្នាក់នឹងគឺអាចធ្វើអ្វីទៅលើពួកគេបានឡើយចំណែកវ៉ាងលីនក៏បាននិយាយតបទៅវិញថាពួកគេនឹងគឺបានផ្ញើសារនៃការប្រយុទ្ធមួយមកកាន់គាត់តាមរយៈអាទី13នឹងឯងសាច់រឿងបន្តរបស់យើងក៏លេចមើលទៅកាន់ទីក្រុងនៃកសម្ព័ន្ធមួយដែលវាគឺជាកសម្ព័ន្ធធានស៊ុយនឹងឯងនៅពេលនេះម្ចាស់កសម្ព័ន្ធដែលមានឈ្មោះថាសៀហៅនិយាយទៅកាន់តាចាស់ម្នាក់ប្រសិនបើគេគ្រាន់តែចង់បានបច្ចេកទេសនៃទងពលឹងនោះប្រកាសជាល្អណាស់ប៉ុន្តែមិនគួរណាបំផ្លាញកម្រិតនៃការវឹកហាត់របស់ក្មេងប្រុសម្នាក់នោះចោលនោះទេតាចាស់នឹងដែលនៅកម្រិតទី5មានឈ្មោះថាឆឹងវៃបាននិយាយថាគេធ្វើការឲ្យមេតបឆ្វេងអរិយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់សត្វព្រៃពី3នាក់ប៉ុណ្ណឹងគឺគ្មានអ្វីដែលហួសហេតុនោះទេហើយចំណែកបច្ចេកទេសទងពលឹងនេះវិញវាគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែគួរឲ្យសោកស្ដាយដោយសារតែបច្ចេកទេសនេះមិនពេញលេញនោះទេដូច្នេះហើយគេបាននិយាយថាថ្ងៃនេះប្រសិនបើវ៉ាងលីនគាត់មិនព្រមបង្ហាញខ្លួននោះទេថ្ងៃស្អែកគេនឹងធ្វើដំណើរទៅកាន់កន្លែងរបស់វ៉ាងលីនតែម្ដងស្របពេលដែលសៀហៅគឺបានត្រឹមតែកវីក្បាលព្រោះថាឆឹងវៃធ្វើបែបហ្នឹងគឺពិតជាបថុយពេកហើយដោយសារតែកន្លែងនេះគឺថាពោពេញទៅដោយអ្នកខ្លាំងប៉ុន្តែឆឹងវៃគាត់គឺមិនខ្វល់នោះទេដោយគាត់បាននិយាយសម្ដៅទៅកាន់វ៉ាងលីនថាប្រសិនបើគាត់គឺពិតជាមានសមត្ថភាពនិងខ្លាំងពូកែមែនគាត់ប្រកាសជាស្វែងរកនៅតំណែងមួយនៅក្នុងទីក្រុងបេសាយបុរាណហើយមិនមែនលាក់ខ្លួននៅក្នុងព្រៃបែបហ្នឹងនោះទេហើយលើពីនេះទៅទៀតនោះក៏សម្ព័ន្ធធានស៊ុយរបស់គាត់គឺបានឈើជើងនៅកន្លែងនេះអរិយៈពេលរាប់ពាន់ឆ្នាំមកហើយដូច្នេះហើយប្រសិនបើគាត់បានជួបប្រទះជាមួយនឹងអ្នកខ្លាំងនោះគាត់ក៏គ្មានការព្រួយបារម្ភដែរដោយសារតែមានក្បួននៃការបង្កើតបុរាណនៅកន្លែងនេះគឺសម្រាប់ការពារពួកគាត់អញ្ចឹងហើយក៏ប្រាប់ថាខ្លួនគាត់គឺមិនល្ងងនោះទេជាមួយគ្នានោះក៏ស្រាប់តែកន្លែងនេះគឺចាប់ផ្ដើមរង្គោះរង្គើខ្លាំងមែនទែនកន្លែងទៅមើលខាងក្រៅនៅវិញយើងក៏ឃើញថាមនុស្សម្នាជាច្រើនក៏ចាប់ផ្ដើមឆោឡោហើយវ៉ាងលីនក៏បានបង្ហាញខ្លួននៅកណ្ដាលអាកាសគាត់ក៏បានបញ្ចេញសារសម្លេងរបស់គាត់និយាយទៅកាន់ពួកគេតើនរណាទៅគឺជាអ្នកផ្ញើសារនៃការប្រកួតមកកាន់គាត់ឲ្យគេនឹងគឺបង្ហាញខ្លួនហើយខណៈដែលតាចាស់ទាំងពីរនាក់នឹងក៏បានបង្ហាញខ្លួនគ្រាន់តែពួកគេបានលេចឡើងវ៉ាងលីនក៏បានដឹងថាជានរណាភ្លាមហើយតាចាស់នឹងក៏សារភាពដែរថាគាត់គឺពិតជាអ្នកដែលបានយកទងពលឹងអំពីអាទី13មែនប៉ុន្តែប្រសិនបើវ៉ាងលីនចង់ឲ្យគាត់ទទួលខុសត្រូវនោះគឺត្រូវតែបំបីក្បួននៃការបង្កើតនេះជាមុនសិនវ៉ាងលីនបន្ទាប់ពីលើដូច្នោះហើយគាត់គឺចិត្តសឿងខ្លាំងមែនទែនដោយគាត់ក៏បានបង្ហាញអំពីពូថៅយៈដ៏ធំសម្បត្តិរបស់គាត់ឃើញដូច្នោះហើយពួកគេទាំងពីរនាក់នឹងក៏ចាប់ផ្ដើមប្រជចូលទៅខាងក្នុងវិញចំណែកមនុស្សនៅក្នុងកសម្ព័ន្ធធានស៊ុយក៏បានរត់ទៅរកកន្លែងដែលមានសុវត្ថិភាពហើយវ៉ាងលីនក៏ប្រើប្រាស់កម្លាំងរបស់គាត់វាសម្ដៅចូលទៅរករនាំងការពារនេះភ្លាមប៉ុន្តែយ៉ាងណាមិញខែការពារនឹងគឺពិតជារឿងខ្លាំងមែនទែនដោយវាក៏បានធ្វើឲ្យពូថៅរបស់គាត់នឹងគឺថាលងត្រឡប់មកវិញប៉ុន្តែវ៉ាងលីនគាត់គឺនៅតែមិនទាន់អស់ចិត្តដូច្នេះហើយក៏ប្រើប្រាស់កម្លាំងរបស់គាត់វាទៅលើរនាំងការពារនេះម្ដងទៀតប៉ុន្តែលើកទី2នឹងក៏មិនខុសពីលើកទី1ដែរដូច្នេះហើយឆឹងវៃក៏បានសោយចំមកឲ្យគាត់ដោយបាននិយាយថាក៏សម្ព័ន្ធធានស៊ុយរបស់គេនឹងគឺបានឈើជើងក៏ដូចជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយបើទោះបីជាវ៉ាងលីនគាត់មានអំណាចប្រឆាំងឋានសួគ៌និងផែនដីក៏ដោយក្បួននៃការបង្កើតនេះគឺមិនមែនជាអ្វីដែលគាត់អាចបំបែកបាននោះទេដូច្នោះនៅពេលនេះក៏បានស្រែកបញ្ជាឲ្យវ៉ាងលីននឹងគឺឆាប់ចាក់ចេញអំពីកន្លែងនេះទៅហើយក៏ធ្វើឲ្យខ្លួនឯងនឹងគឺថាអាម៉ាស់បន្តទៀតអីចំណែកវ៉ាងលីនគាត់បាននិយាយថាក្បួននៃការបង្កើតនេះវាគឺពិតជាអាចស្រូបយកនៅធម្មពលនៃការវិប្រហារពីខាងក្រៅម្ដងហើយម្ដងទៀតហើយក៏ពង្រឹងខ្លួនវាដូច្នោះហើយប៉ុន្មានឆ្នាំមកនេះវាក៏បានប្រែក្លាយទៅជាជញ្ជាំងដ៏រឹងមាំមួយហើយក៏ការពារកន្លែងនេះទាំងស្រុងទៅរួចហើយក៏បានឆ្លើយតបទៅកាន់ពួកគេទាំងពីរវិញថាអញ្ចឹងគាត់ក៏បានប្រើប្រាស់កម្លាំងជាមួយនឹងពូថៅយៈរបស់គាត់វាសម្ដៅចូលទៅខាងក្រោមរួចហើយក៏បានបន្ថែមកម្លាំងរបស់គាត់បន្តិចទៀតនោះពូថៅនឹងវាក៏ចាប់ផ្ដើមធ្វើការជីកជុំវិញកសម្ព័ន្ធធានស៊ុយទាំងមូលពួកគេទាំងពីរនាក់គឺបានត្រឹមតែសួរថាតើវ៉ាងលីនកំពុងតែចង់ធ្វើអ្វីហើយវ៉ាងលីនក៏បានបន្ថែមកម្លាំងនិងក៏បានស្រែកឡើងថាក្រោកឡើងនោះយើងក៏ស្រាប់តែឃើញថាតំបន់ដែលនៅជុំវិញកសម្ព័ន្ធធានស៊ុយនេះទាំងមូលគឺត្រូវបានវ៉ាងលីននឹងគឺថាជីកយកតែម្ដងចំណែកសៀហៅក៏ស្ដីបន្ទោសទៅកាន់ឆឹងវៃដែលតាចាស់នឹងបានធ្វើឲ្យបុរសមុខងាប់ខឹងចំណែកតាចាស់នឹងវិញគឺបានត្រឹមតែនិយាយថាវ៉ាងលីនយើងគឺស្គួរហើយចំណែកវ៉ាងលីនក៏បាននិយាយថាប្រសិនបើគាត់ចង់បបែកក្បួននៃការបង្កើតនេះប្រហែលជានឹងត្រូវចំណាយពេលយូរបន្តិចប៉ុន្តែប្រសិនបើគាត់ចង់ចម្រាញ់ពួកគេជាមួយនឹងក្បួននៃការបង្កើតនេះគឺពិតជាងាយស្រួលខ្លាំងមែនទែនដោយនៅពេលនេះក៏ប្រើប្រាស់កម្លាំងរបស់គាត់នឹងហើយក៏បានទាញយកនៅកសម្ព័ន្ធធានស៊ុយនេះគឺថាត្រឡប់ទៅកាន់កន្លែងរបស់គាត់វិញតែម្ដងទៅងាកមកមើលខាងនេះវិញនៅពេលដែលពួកគេគឺកំពុងតែធ្វើការងារសក់នោះក៏ស្រាប់តែកន្លែងដ៏ធំសម្បើមនឹងក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេវ៉ាងលីនក៏បានបន្តប្រើប្រាស់នៅពលឹងពណ៌ស្វាយនៃទងរបស់គាត់គឺធ្វើការចម្រាញ់ពួកគេជាមួយនឹងក្បួននៃការបង្កើតធ្វើឲ្យម្នាក់គឺពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនវ៉ាងលីនគាត់ក៏បានបន្តនិយាយទៅកាន់ពួកគេប្រសិនបើពួកគេគឺនៅតែទទូចមិនចង់ចេញមកខាងក្រៅនោះអញ្ចឹងគាត់នឹងធ្វើការចម្រាញ់កសម្ព័ន្ធធានស៊ុយជាមួយនឹងពួកគេហើយបន្ទាប់ពី7យប់7ថ្ងៃតាចាស់នឹងប្រកាសជាដឹងលទ្ធផលហើយចំណែក13វិញវាក៏បានចេញមកមើលភាពអ៊ូអរនឹងគេនឹងឯងដែរហើយចំណែកឯម្ចាស់កសម្ព័ន្ធធានស៊ុយសៀហៅក៏បានស្ដីបន្ទោសទៅកាន់ឆឹងវៃថារឿងទាំងអស់នេះគាត់គឺជាអ្នកបង្កឡើងដោយខ្លួនឯងដូច្នេះហើយកុំអស់សមាជិកនៃកសម្ព័ន្ធធានស៊ុយ
នឹងចូលទៅពាក់ព័ន្ធអីស្របពេលដែលតាចាស់នឹងនៅទីបំផុតក៏ព្រមចេញមកខាងក្រៅហើយក៏បានស្រែកទៅកាន់វ៉ាងលីនថាបញ្ហាគាត់គឺជាអ្នកបង្កឡើងដូច្នោះហើយគាត់នឹងដោះស្រាយវាដោយខ្លួនឯងសួរថាតើវ៉ាងលីនគឺហ៊ានប្រយុទ្ធគ្នាមួយស្មើជាមួយនឹងគាត់ដែរឬអត់ប៉ុន្តែវ៉ាងលីនក៏បានស្រែកទៅវិញថាលោកគឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេធ្វើឲ្យជីវិតរបស់តាចាស់នឹងក៏ត្រូវបានបញ្ចប់ហើយពលឹងរបស់គាត់នឹងក៏คล้ายទៅជាចំណីនៃទងពលឹង 1000 លានរបស់វ៉ាងលីនទៅចំណែកសៀហៅម្ចាស់កសម្ព័ន្ធធានសួយក៏ប្រើប្រាស់កម្លាំងដើម្បីបើកក្បួននៃការបង្កើតដូច្នោះវ៉ាងលីនក៏បាននិយាយទៅកាន់ឪយ៉ាងហួរឲ្យត្រៀមខ្លួនទទួលនៅសមាជិកថ្មីជាមួយនឹងកម្លាំងធម្មពលរបស់គាត់នោះក៏បានបញ្ជូនសមាជិកនៃកសម្ព័ន្ធធានសួយនឹងឲ្យចុះទៅខាងក្រោមហើយឪយ៉ាងហួរនៅពេលនេះគឺពិតជាត្រេកអរខ្លាំងមែនទែនបន្ទាប់ពីទទួលបានសមាជិកថ្មីនោះក៏សម្ព័ន្ធរបស់គាត់គឺកាន់តែខ្លាំងហើយដូច្នោះហើយគាត់ក៏បាននិយាយអរគុណទៅកាន់វ៉ាងលីននិងក៏ឲ្យវ៉ាងលីនគឺថាផ្ដល់ឈ្មោះថ្មីមួយដាក់ទៅកាន់កសម្ព័ន្ធនេះទៅចំណែកវ៉ាងលីនបន្ទាប់ពីលើដូច្នោះក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់ព្រឹទ្ធាចារ្យទូធានដែលបាននិយាយថាគាត់គឺមាននៅសំណើមួយចង់ឲ្យវ៉ាងលីនបង្កើតបកចម្រាញ់ព្រលឹងឡើងវិញនៅថ្ងៃណាមួយហើយកាលពីពេលនោះវ៉ាងលីនក៏បានយល់ព្រមដូច្នោះនៅពេលនេះវិញគាត់បានប្រាប់ថាកសម្ព័ន្ធមួយនេះគាត់នឹងដាក់ឈ្មោះវាថាកសម្ព័ន្ធចម្រាញ់ព្រលឹង